រឿងទន្សាយនិងគីង្គក់មានទន្សាយមួយដើររកចំណីក៏ប្រទះឃើញចំការត្រសក់មួយវាខំលោតផ្លោតចូលចំការមិនបានមើលក្រោមក៏ផ្លាត់ជើងជាប់អន្ទាក់ទន្សាយភ័យខ្លាំងណាស់ក៏ខំរើបំរាស់តែនៅមិនរួចទើបគិតថាជីវិតអញត្រូវអស់ពេលនេះហើយជួនពេលនោះមានគីង្គក់កញ្ចាស់មួយលោតចុះលោតឡើងនៅក្បែរចំការត្រសក់ទន្សាយនឹកឃើញមធ្យោបាយដើម្បីដោះខ្លួនទើបស្រែកសួរគីង្គក់ថាណែបងគីង្គក់តើបងកើតរោគអីពេញខ្លួនអញ្ចឹងគីង្គក់ឆ្លើយខ្ញុំកើតស្រែងយូរហើយមើលមិនជាសោះទន្សាយថាអោបងអើយបើបងជួយដោះលែងខ្ញុំឲ្យរួចផុតពីអន្ទាក់ខ្ញុំធានាមើលបងឯងឲ្យជាសះស្បើយគីង្គក់ក៏យល់ព្រមខំខំគេខ្សែអន្ទាក់ដាច់ម្ដងមួយទន្សាយរួចខ្លួនក៏រត់ចេញប្រូចហើយស្រែកចំអកដាក់គីង្គក់ថាលាហើយគីង្គក់ស្រែងអញពូជពីដូនតាគ្មាននរណាអាចមើលជាទេគីង្គក់ខឹងខ្លាំងណាស់តែមិនអាចធ្វើអីទន្សាយកាត់គំនិតនៃរឿងបើខ្លួនមិនមានសមត្ថភាពធ្វើគុំសញ្ញាដើម្បីបោកប្រាស់អ្នកដទៃ